ណាគេចូលចិត្តមើលរឿងកូរ៉េរឿងដ្រាម៉ាកូរ៉េខ្លះតមកមើលការធ្វើម្ហូបបែបកូរ៉េតែរសជាតិបែបខ្មែរមិនរសជាតិកូរ៉េទេណាបើថារសជាតិកូរ៉េតែមកនោះគឺអត់មានអំបិលប៊ីចេងមានស្ករទេក្លិនមាន់គឺក្លិនមាន់ក្លិនខ្ទឹមគឺក្លិនខ្ទឹមសាច់គោនៅដោយសាច់គោអត់មានបែកក្លិនតាណាទេហើយក៏អត់មានរសជាតិដិតដូចនៅស្រុកខ្មែរទេសូរីហើយការធ្វើម្ហូបនេះក៏មិនពិបាកទេមើលទៅស្រួលទេការទិញគ្រឿងគឺទិញនៅក្នុងម៉ាតកូរ៉េទាំងអស់មាន់ក៏គេធ្វើស្រាប់ហួយទេយកមកធំពេកក៏កាប់យកធ្វើតែមិនជាហៀងទូតែចង់ដាក់ទាំងអស់ទេតែមាន់នឹងវាធំពេកបើដាក់តូចឆ្នាំងនឹងទទួលយកអត់បានទេអញ្ចឹងឲ្យដាក់តែពាក្យកណ្ដាលទេហើយគ្រឿងអត់មានអីច្រើនទេមានខ្ញីមានខ្ទឹមក្រហមមានម្ទេសក្រៀមមានខ្ទឹមដើមស្ករប៊ីចេងអំបិលទឹកត្រីម្សៅស៊ុបប្រេងខ្យងទុកស៊ីអ៊ីវដាក់ទៅខាប់ខិលហើយកុំភ្លេចដាក់ម្រេចផងណាអាហ្នឹងគេហៅថារូបមន្តបែបខ្មែរហើយស្ងោរមាន់យិនសិននោះខ្មែរចំតួត្មងនោះបើស្ងោរគេនេះគ្មានបើប៊ីចេងស្ករទេបន្ទាប់មកក៏រួចរាល់អស់ហើយដាក់ចូលចានញាត់ចូលមាត់ប្រក់ដាក់ថែមខ្ទឹមទៀតគឺដឹងតែអែមសេមទេម្ដងគេប្រើជីវើងតែខ្ញុំប្រើស្លឹកខ្ទឹមបន្ទាប់មកទៀតក៏យកមកភ្លក់ហើយភ្លក់ទៀតមេអាជាតិអូអាជាតិបាយបយ